សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកនិយាយពីប្រេង fully synthetic ឬក៏ 100% synthetic នៅកន្លែងខ្ញុំណាអញ្ចឹងសម្រាប់បងប្អូនដែលមានថវិកាគ្រប់គ្រាន់អីបងប្អូនគួរតែជ្រើសរើសប្រើប្រេងដែលមានសារធាតុ fully synthetic សារធាតុប្រេងសំយោគបាញ់ទៅឬក៏ 100% synthetic អញ្ចឹងមិនមែនថាប្រេងដែលអត់ fully synthetic អន់ទេតែគ្រាន់ថាប្រេងដែលមាន fully synthetic ហ្នឹងគឺវាល្អជាងប្រេង synthetic ធម្មតាអញ្ចឹងបងប្អូនអញ្ចឹងនៅកន្លែងខ្ញុំមានប្រេង RS8 fully synthetic យើងមាន RS8 Scooter Ultra fully synthetic យើងមាន Motul 7100 100% synthetic យើងមាន Petronas Sprinter fully synthetic ហើយយើងមាន Nomad 1030 fully synthetic ដោយសារកន្លែងហ្នឹងគេអត់ដាក់ទេតែគេបញ្ជាក់នៅខាងក្រោយនេះបងប្អូនអញ្ចឹងនេះវាប្រភេទ high performance fully synthetic ចឹង1030របស់ Nomad នេះ fully synthetic ដែរអានឹងសម្រាប់ម៉ូតូអូតូ1030ហើយយើងមាន1040 fully synthetic MA2 អញ្ចឹងសម្រាប់ប្រេង fully synthetic នៅកន្លែងខ្ញុំគឺខ្ញុំមានប៉ុណ្ណឹង1 2 3 4 5 6មាន6មុខអញ្ចឹងបងប្អូនដែលចង់បានប្រេង fully synthetic មួយណាបងប្អូនអាចកម្មង់ពីខ្ញុំបានណាមិនមែនប្រេង fully syntheticក្រុមហ៊ុនទាំងអស់សុទ្ធតែដូចគ្នាទេបងប្អូនអញ្ចឹងក្រុមហ៊ុននីមួយៗគេមានបច្ចេកវិទ្យាផលិតខុសៗគ្នាអញ្ចឹងបានបងប្អូនប្រើអានេះស្រួលអានោះស្រួលទៅបងប្អូននិយាយថាប្រើម៉ូទូលល្អជាងប្រើពេតាណាស់ល្អជាងប្រើស្គុត RS8 វាល្អជាងផ្សេងៗអញ្ចឹងបងប្អូនអញ្ចឹងវាទៅតាមអារម្មណ៍បងប្អូនប្រើមួយណាស្រួលបងប្អូនបន្តប្រើមួយនឹងទៀតទៅបងប្អូនកុំវាតម្លៃថាអូប្រេងនេះអន់ប្រេងនោះអន់អញ្ចឹងបងប្អូនអាហ្នឹងជាការយកឃើញរៀងខ្លួនទេបងប្អូនឧទាហរណ៍ថាគេប្រើប្រេង Nomad ស្រួលគេនៅតែបន្តប្រើហើយក្រុមហ៊ុន Nomad នៅតែលក់ដាច់អញ្ចឹងបងប្អូនហើយបើគេប្រើ Petronas ស្រួលគេគិតថាវាល្អក្រុមហ៊ុនវាធំគេនៅតែបន្តប្រើហើយគេប្រើ Motul ប្រើទៅល្អម៉ូតូគេស្រួលម៉ូតូគេស្ទុះអីគឺគេនៅតែបន្តប្រើ Motul ឯងហើយបើបងប្អូនប្រើ RS8 បងប្អូនប្រើទៅស្រួលគឺបងប្អូននៅតែបន្តប្រើអញ្ចឹងវាទៅតាមការយកឃើញរបស់បងប្អូនហើយតម្លៃក៏វាខុសគ្នាទៅតាមនឹងដែរមិនមែនប្រេង fully synthetic សុទ្ធតែតម្លៃដូចគ្នាទេឧទាហរណ៍អានេះ fully synthetic តម្លៃខុសពីអានេះពាក់កណ្ដាលអញ្ចឹងបងប្អូនពិចារណាមើលទៅហើយអានេះ fully synthetic ដែរហើយតម្លៃវាធូរជាងគេទៀតអញ្ចឹងវាអាស្រ័យទៅលើការកំណត់តម្លៃរបស់ក្រុមហ៊ុនគេនាំចូលមកបានតម្លៃធូរហើយគេដាក់លក់ក៏តម្លៃធូរអញ្ចឹងក្រុមហ៊ុនណាដែលធ្វើការផ្សព្វផ្សាយច្រើនទៅគេក៏ដាក់តម្លៃរៀងលើរៀងថ្លៃឬក៏ខុសនៃការផលិតមកនោះវាថ្លៃអញ្ចឹងសំខាន់លើការសម្រេចចិត្តរបស់បងប្អូនទេអញ្ចឹងវាជាការសម្រេចចិត្តរបស់បងប្អូនទេអញ្ចឹងលុយរបស់បងប្អូនពេញចិត្តស្រឡាញ់